បាទឈ្មោះផតឌីណាមកពីភូមិក្រៃឃុំក្រៃស្រុកពញាក្រៃខេត្តត្បូងឃ្មុំខ្ញុំបាទជាសិក្ខាកាមបានចូលវគ្គបណ្ដុះបណ្ដាលនៃវិការរៀបចំណត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍ខ្ញុំបាទមានចំណាប់អារម្មណ៍ទៅលើមេរៀន4នៃការចាយលុយជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណអង្គការសាស្ត្រាចារ្យបណ្ឌិតសាភិបសូមថ្លែងអំណរគុណដល់គណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យបណ្ឌិតចននីដែលបានទទួលដំណើរខ្ញុំបាទព្រមទាំងសិក្ខាកាមទាំងអស់ទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងបញ្ញាព្រមទាំងពេលវេលាដ៏មានតម្លៃសូមគោរពជូនពរលោកសាស្ត្រាចារ្យបណ្ឌិតចននីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានអាយុយឺនយូរមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនិងកិត្តិយសបណ្ដុះបណ្ដាលព្រមទាំងសម្រេចជោគជ័យគ្រប់ភារកិច្ចពីច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់